បាទសូមគោរពនឹងជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាថ្ងៃដែលខ្ញុំបាទ Admin T មានคลิปវីដេអូថ្មីដើម្បីយកមកចែកម្លែកជូនទៅដល់បងប្អូនពីរបៀបផ្ញើ location តាម chat Messenger បាទរបៀបផ្ញើ location គឺមាន3ទី1 location ដើរទី2 location ទីតាំងហើយទី3នេះក៏ជា location ទីតាំងដែរប៉ុន្តែបាទទីតាំងផ្សេងពេលដែលបងប្អូនចូលទៅក្នុងបាទផែនទីឬក៏បាទ map ហ្នឹងបងប្អូននឹងឃើញទីតាំងផ្សេងអញ្ចឹងទៅរួចហើយបងប្អូនបាទ share location ទីតាំងនោះតាមរយៈ link ចូលមកក្នុង chat Messenger ដើម្បីបញ្ជាក់ឲ្យនរណាម្នាក់បាទដឹងអញ្ចឹងទៅណាបាទឥឡូវសូមធ្វើការបបាយកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនពីរបៀបផ្ញើ location ទាំង3ហ្នឹងនៅលើស្រាប់ដៃនេះតែម្ដងបាទងាយយល់បងប្អូនណាបាទទៅទាំងអស់គ្នាបាទជំហានដំបូងបងប្អូនចូលមកក្នុង chat Messenger របស់បងប្អូនមកណាបាទឥឡូវសូមចូលមក chat Messenger មួយនេះឥឡូវសូមធ្វើការបាទបង្ហាញបងប្អូនពីរបៀបផ្ញើ location ដើមមុនសិនណាបាទរួចហើយបងប្អូនជ្រើសរើសយកនរណាម្នាក់ដែលបងប្អូនចង់ធ្វើការបាទផ្ញើ location ទៅឲ្យពួកគាត់ឬមួយក៏គ្រប់អញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការបាទផ្ញើចូលគ្រប់បងប្អូនជិះគ្រប់មកប៉ុន្តែបើសិនជាបងប្អូនចង់ធ្វើការបាទផ្ញើលក្ខណៈបាទ private បងប្អូនបាទជ្រើសរើសបុគ្គលឬក៏ private នឹងមកណាបាទលើសូមធ្វើការបាទជ្រើសរើសយកសំណាងរដ្ឋាភិបាលចុះធ្វើការបាទផ្ញើ location ទៅឲ្យគាត់ណាបាទរួចហើយបងប្អូនចូលមកនឹងចេញតម្រងបែបនេះបងប្អូនរកមើលបាទសញ្ញាលេខបូកនេះនៅខាងក្រោមផុតខាងឆ្វេងដៃចុចបន្តុកមកពេលបងប្អូនចុចបន្តុកទៅលើសញ្ញាលេខបូកបងប្អូនរកមើលនិមិត្តសញ្ញាបែបនេះហើយគេដាក់ថា location បាទចុចទៀតមកបាទពេលដែលបងប្អូនចុចពីលើពីតា location បងប្អូនយកអក្សរដែលហុំព័ទ្ធបាទពណ៌ខៀវនេះមកគេដាក់ថា state បាទ sharing live location បាទ for បាទ60អីចឹងណាបាទ minute បាទចុចមកមានបងប្អូនខ្លះគឺគាត់បាទច្រឡំដៃចុច2ដងបែបនេះបាទពេលដែលចុច2ដងគឺវារលប់ហើយបាទអញ្ចឹងខ្ញុំជួបភាកច្រើនណាហើយរួចហើយគាត់ back ថយក្រោយបាទ back ថយក្រោយទៅគឺឃើញ location បែបនេះអញ្ចឹងគាត់តែងតែថាផ្ញើទៅហើយមិនក៏នៅអត់ឃើញអញ្ចឹងណាបាទចង់ប្រាប់បងប្អូនថាបើសិនជាបងប្អូនច្រឡំដៃចុច2ដងហើយចេញតម្រងបែបនេះគឺមានន័យថារលប់បាត់ហើយណារួចហើយបងប្អូនធ្វើការបញ្ចូលបាទផ្ញើសារថ្មីមកពេលបងប្អូនចុចសូមបងប្អូនធ្វើការបញ្ចុចមួយទៅកុំចុច2ដងណាបាទចុច location ហ្នឹងមករួចហើយចុចបាទ state បាទ sharing live location បាទមានន័យថា60នាទីបាទស្មើឲ្យម៉ោងអញ្ចឹងណាបាទនេះពេលដែលចេញតម្រងបែបនេះគេដាក់ថាបាទ stop បាទ sharing live location នេះបាទអញ្ចឹងមកដល់ចំណុចនេះបងប្អូនធ្វើការបាទផ្ញើបានជោគជ័យហើយនេះនៅសល់បាទ59នាទីទៀតទៅពីរលប់ណាបាទអញ្ចឹងមានន័យថានាទីហ្នឹងនឹងដើរបាទខនដល់ថយក្រោយណាព្រោះអញ្ចឹងបងប្អូនបេកថយក្រោយមកនេះតតែចេញតម្រងបែបបាទសញ្ញា location នេះគេដាក់ថា live location បាទ preview location អីចឹងទៅណាបាទអញ្ចឹងបងប្អូនបាន location មួយហើយគឺ location បាទដើរឧទាហរណ៍ថាបងប្អូនមានធរៈបាននៅគេហដ្ឋានឬក៏កន្លែងផ្សេងអីបងប្អូនធ្វើការបាទផ្ញើទីតាំងនោះបាទទីតាំងបងប្អូនហ្នឹងទៅឲ្យមិត្តភ័ក្តិឲ្យដឹងឬក៏ក្រុមការងារឬក៏អ្នកដឹកជញ្ជូនឲ្យដឹងណាបាទពេលដែលគាត់ធ្វើការបាទដឹកអីវ៉ាន់មកបងប្អូនថាឲ្យដឹកមកឥឡូវអត់ទាន់បងប្អូនឲ្យគាត់ដឹកមកថ្ងៃឬក៏1ម៉ោង2ម៉ោងទៀតអីចឹងបាទរួចហើយបងប្អូនអត់នៅទេប៉ុន្តែគឺមានអ្នកនៅចាំទទួលអញ្ចឹងហើយបងប្អូនធ្វើការបាទផ្ញើ location បាទគោលដៅទៅឲ្យពួកគាត់ទៅបងប្អូនគាត់ទៅចុចតម្រងដដែលមកណាបាទជា location បាទគោលដៅចុចមកលេខបូកបាទ location បាទរួចហើយបងប្អូនបាទរកមើលនិមិត្តសញ្ញាបកគោលបែបនេះបាទបកគោលបែបនេះណារួចហើយចុចបន្តុកមកពេលដែលបងប្អូនចុចបន្តុកបងប្អូនសេរីឲ្យចំមកកន្លែងខ្លួនឯងរស់នៅណាអញ្ចឹងនៅកន្លែងខ្ញុំគឺនៅត្រង់នេះបាទនៅត្រង់បាទចំណុចត្រង់ហ្នឹងណាបាទកន្លែងនេះវាជួនកាលរត់ចុះរត់ឡើងអញ្ចឹងណាបាទមកដល់ចំណុចនេះបើសិនជាបងប្អូនបាទនៅរូបធំអញ្ចឹងបងប្អូនធ្វើការ zoom មកបើសិនជាបងប្អូនចង់ធ្វើការបាទផ្ញើចូលក្នុងផ្ទះក៏បានដែរប៉ុន្តែយល់ល្អបងប្អូនធ្វើការបាទផ្ញើនៅផ្លូវចេះបាទផ្លូវអញ្ចឹងដើម្បីពួកគាត់ងាយស្រួលរកណាបាទនេះរួចហើយបងប្អូនចុចពីតា send location ហ្នឹងមកសេរីចំហើយណាបាទចុច send location មកហើយបើសិនជាយល់ល្អបងប្អូនធ្វើការបាទថតមកផ្ទះមកប៉ោទៅដើម្បីឲ្យពួកគាត់ងាយស្រួលនៅក្នុងការរកណាបាទនេះបងប្អូនបាន location 2ហើយនេះជា location ដើរបាទមានន័យថា live location ទីតាំងបុគ្គលឲ្យបាទមិត្តភ័ក្តិឲ្យដឹងហើយចំពោះការ live location នេះបាទគឺមានន័យថាឃើញតែសំណាងរដ្ឋីទេបាទ
គឺមានតែឃើញបុគ្គលមិនមែនថា live ទៅឃើញទាំងអស់ទេអត់ទេបងប្អូនណាបាទគឺមានន័យថាបងប្អូនចូលទៅនៅម្នាក់ណាគឺម្នាក់ហ្នឹងគឺមានសិទ្ធឃើញហើយម្នាក់ដែលមិត្តភ័ក្តិដែលនៅក្នុងបាទ chat Messenger បងប្អូនគឺគ្មានសិទ្ធឃើញទេណាបាទហើយបើសិនជាបងប្អូនបាទចង់ផ្ញើ location ផ្សេងបងប្អូនចូលមកបាទក្នុងបាទផែនទីឬក៏ map មកឧទាហរណ៍ដូចថាបងប្អូនទៅលេងបាទផ្សារទំនើបស្ទឹងមានជ័យឬក៏ផ្សារទំនើប Eon ហើយបងប្អូនចង់បាទ share location ទាំងអស់ហ្នឹងទៅឲ្យពួកគាត់បងប្អូនធ្វើការបាទ share ទៅណាបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំហ្នឹងបាទពី3ថ្ងៃមុនបានទៅលេងបាទរមណីយដ្ឋានម៉ុងរទ្ធីចុះបាទឥឡូវសូមការ search មកបាទដូចខ្ញុំសូមធ្វើការនិយាយតាមដងទៅរមណីយដ្ឋានម៉ុងរទ្ធីនេះសេបែបហ្នឹងមករួចហើយចុចបាទ search អញ្ចឹងបងប្អូនត្រូវតែចំណាំសញ្ញាកែវយឹតហ្នឹងជាតំណាងបាទពាក្យ search ឬក៏បាទបញ្ជូនទៅរួចហើយបងប្អូនធ្វើការបញ្ជូនទៅចុចកន្លែងបាទនិមិត្តសញ្ញាកែវយឹតហ្នឹងមកបាទនេះឈ្មោះពេញណាបាទគេដាក់ថាបាទម៉ុងរទ្ធីសែនជ័យលំនៅឋានលំហែកាយអញ្ចឹងទៅហើយនេះជារូបភាពបាទឲ្យបងប្អូនមើលត្រួសអញ្ចឹងណាបាទនេះមានបាទសួនសត្វបាទនេះបងប្រីកមើលទៅនេះសួនសត្វអីចឹងណាបាទមានកន្លែងជិះម៉ូតូជិះអីបាទនេះកន្លែងជិះម៉ូតូបាទហើយខ្ញុំទៅលេងម្ដងបងសប្បាយមានកន្លែងជិះហូរីនៅអីទៀតណាបាទអញ្ចឹងរបៀបផ្ញើ location ផ្សេងបាទឬក៏គោលដៅផ្សេងហ្នឹងឲ្យបាទមិត្តភ័ក្តិហ្នឹងបងប្អូនគ្រាន់តែបាទចូលមកបាទតម្រងបែបហ្នឹងបងប្អូនចុចតុកមកបាទរួចហើយបងប្អូនធ្វើការបាទយកអក្សរមួយជួរនេះដែលមាននិមិត្តសញ្ញាដូចជាបាទផ្លូវកែងបត់អញ្ចឹងណាហើយសញ្ញាខលបែបនេះបងប្អូនធ្វើការទាញមកបាទទាញមកបងប្អូនរកមើលនិមិត្តសញ្ញាបាទវងមូល3ជាប់គ្នានេះតជាប់គ្នាហ្នឹងហើយគេដាក់ថា share រួចហើយចុចតុកមកបាទចុចតុកពីលើសញ្ញាចុច3ដែលតជាប់គ្នាមានអក្សរអង់គ្លេសគេដាក់ថា share បាទចុចមកបាទពេលដែលបងប្អូនចុចពីលើពេកថា share បងប្អូននឹងឃើញកម្មវិធីជាច្រើននេះបាទរួចហើយបងប្អូនធ្វើការអស់មកបើសិនជាអត់ឃើញបងប្អូនចុចកន្លែងចុច3ទៀតបាទគេដាក់ថា more ហ្នឹងបាទរួចហើយបងប្អូននឹងឃើញបាទកម្មវិធីជាច្រើនមាន Facebook Telegram បាទ Messenger បាទ WeChat អីចឹងណាបាទអញ្ចឹងសូមធ្វើការបាទផ្ញើចូលមកក្នុង Chat Messenger ចុះបាទញ៉ាំពឹបបាទអូអធិស្ឋានមិញនៅនេះទេបងប្អូនបាទនៅMessenger មួយទៀតបាទ Messenger clone ណាបាទនេះ Messenger clone នេះបាទចុចផ្លឹបមករួចហើយបងប្អូនធ្វើការផ្ញើទៅអញ្ចឹងកន្លែង send ហ្នឹងបងប្អូនអាចធ្វើការបាទផ្ញើទៅឲ្យពួកគាត់បានណាបាទគឺថាបងប្អូនធ្វើការបាទ send ទៅមួយ send ទៅហើយបាទរួចហើយបងប្អូនធ្វើការបាទ send ទៅមួយទៀតអីចឹងចុះបាទអញ្ចឹងបងអាចធ្វើការបាទ send បន្តបានបាទចែករំលែកទីតាំងរមណីយដ្ឋានបាទម៉ុងរទ្ធីហ្នឹងទៅឲ្យអ្នកផ្សេងដឹងអញ្ចឹងណាបាទអញ្ចឹងមិនថាតែម៉ុងរមណីយដ្ឋានមួយហ្នឹងទេបើសិនជាបងប្អូនធ្វើការចង់រករមណីយដ្ឋានផ្សេងទៀតបងប្អូនសេកនៅលើបាទផែនទីឬក៏ Google Map របស់បងប្អូនមកណាបាទគឺងាយស្រួលបាទអញ្ចឹងខ្ញុំបានបាទ location បាទចំនួន3បាទអញ្ចឹងបងប្អូនត្រូវចំណាំគឺមានន័យថាមានពាក្យថា live ហ្នឹង live location គឺមានន័យថា location ដើរពេលបងប្អូនកាន់ទូរស័ព្ទទៅណាគឺ location ហ្នឹងរត់តាមនេះជា location បញ្ជាក់ទីតាំងហើយនេះជា location បាទបញ្ជាក់ទីតាំងដែរប៉ុន្តែទីតាំងផ្សេងបាទទៅឲ្យបានអ្នកផ្សេងដឹងអញ្ចឹងណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមិនឃ្លីបពីបងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារកការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពេលនេះដែរខ្ញុំបាទក៏សូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទបាយបាយ